បាទជំរាបសួរក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃនេះផងដែរគឺខ្ញុំចង់មកចែករំលែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាអំពីរបៀបក្នុងការប្រើប្រាស់ថ្នាំនៅលើដំណាំស្រូវ OM2154 ឲ្យបានត្រឹមត្រូវនិងសមស្របទៅតាមពេលវេលាហើយកាលពីវីដេអូមុនក៏ខ្ញុំបានបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នារួចរាល់ហើយអំពីការប្រើប្រាស់ថ្នាំនៅលើដំណាំស្រូវ OM21 នៅចន្លោះពីអាយុ55ថ្ងៃទៅ65ថ្ងៃថាតើពុកម៉ែបងប្អូនអរគ្នាគួរតែប្រើប្រាស់ពពួកថ្នាំអីគេខ្លះទៅដើម្បីឲ្យត្រូវទៅតាមតម្រូវការរបស់ដំណាំស្រូវនៅក្នុងអាយុប៉ុណ្នេះហើយនៅក្នុងវីដេអូនេះដែរក៏ខ្ញុំចង់មកចែករំលែកបន្ថែមអំពីការប្រើប្រាស់ថ្នាំនៅលើដំណាំស្រូវ OM2154 នេះគឺនៅចន្លោះពីអាយុ70ទៅ80ថ្ងៃហើយនេះក៏ជាវីដេអូចុងក្រោយផងដែរអំពីការប្រើប្រាស់ថ្នាំនៅលើដំណាំស្រូវOM2154 ពីព្រោះអីប្រវត្តិជីវិតរបស់ដំណាំស្រូវយើងអាចបាញ់ថ្នាំត្រឹមតែ5ដងនេះវាគ្រប់គ្រាន់ហើយដើម្បីឲ្យដំណាំស្រូវរបស់យើងហ្នឹងគឺទទួលបាននៅទិន្នផលខ្ពស់ហើយនឹងមានសុខភាពល្អហើយទទួលបាននៅទិន្នផលខ្ពស់ជាដើមឥឡូវយើងចូលទៅដល់ប្រធានបទរបស់យើងតែម្ដងទៅនៅចន្លោះស្រូវពីអាយុ70ទៅ80ថ្ងៃថ្នាំដែលពុកម៉ែបងប្អូនទាំងអស់គ្នាគួរតែប្រើប្រាស់វាមាន4ប្រភេទទី1ពុកម៉ែបងប្អូនទាំងអស់គ្នាអាចប្រើនៅពពួកជីបំពន់វគ្គ3ហើយជីបំពន់វគ្គ3នេះក៏ពុកម៉ែបងប្អូនទាំងអស់គ្នាអាចប្រើពពួកជីបំពន់វគ្គ3បូកជាមួយកាលីថែមក៏បានជាទូទៅយើងមានកាលីទឹកឬក៏ម្សៅហើយពពួកកាលីម្សៅពុកម៉ែបងប្អូនទាំងអស់គ្នាអាចប្រើ0060ក៏បានឬក៏បូកជាមួយនឹងជីបំពន់ដែលមានលេខ7544ក៏បានដែរនៅក្នុងដំណាក់កាលនេះជាទូទៅចំពោះជីបំពន់នៅក្នុងដំណាក់កាលនេះគឺខ្ញុំលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបាញ់ជីបំពន់វគ្គ3បូកជាមួយនឹងជីបំពន់ម្សៅដែលមានលេខកាលីធំពីព្រោះអីបើសិនជាយើងបាញ់ពីប្រភេទនឹងបូកចូលគ្នាវានឹងធ្វើឲ្យស្រូវរបស់យើងហ្នឹងគឺមានក្របភ្លឺល្អហើយក្របវាចេញមកគឺថ្លោះល្អហើយវាមានទម្ងន់ធ្ងន់ខ្លាំងផងដែរហើយមួយទៀតសម្រាប់ថ្នាំដែលពុកម៉ែបងប្អូនទាំងគ្នាអាចប្រើមួយទៀតនោះគឺពពួកសត្វល្អិតជាទូទៅនៅដំណាក់កាលនេះចំពោះសត្វល្អិតវាកើតមានច្រើនតែមានពពួកមួយមេត្នោតឬក៏ពពួកស្រឹងជញ្ជក់ទឹកដោះពីព្រោះអីអាយុកាលប៉ុណ្ណេះស្រូវវាច្រើនតែអោនហើយអញ្ចឹងហើយពុកម៉ែបងប្អូនទាំងគ្នាអាចប្រើពពួកថ្នាំសត្វល្អិតដែលមានសារធាតុដូចជានីតេប្រាមបូកជាមួយពេមីត្រូស៊ីនក៏បានឬក៏ឌីណូតេហ្វ្រង់បូកជាមួយពេមីត្រូស៊ីនក៏បានដែរហើយមួយទៀតឬក៏ពុកម៉ែបងប្អូនទាំងគ្នាអាចប្រើពពួកថេមីតូសាមបូកជាមួយនឹងឡាម៉ាដាស៊ីហាឡូទ្រីនក៏បានដែរហើយចំពោះថ្នាំចុងក្រោយគេនេះគឺប្រភេទថ្នាំការពារជំងឺអាលៀកកគួរជាទូទៅនៅដំណាក់កាលនេះថ្នាំការពារជំងឺអាលៀកកគួរគឺដាច់ខាតពុកម៉ែបងប្អូនទាំងគ្នាគួរតែប្រើប្រាស់ទៅដើម្បីការពារស្រូវរបស់យើងចេញមកហ្នឹងគឺវាអាលៀកកគួរឬក៏អុចក្របអីជាដើមហើយចំពោះសារធាតុថ្នាំនៅដំណាក់កាលនេះខ្ញុំលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនទាំងគ្នាប្រើពពួកអាសូស៊ីស្ត្រូប៊ីនបូកជាមួយនឹង Difenoconazole ក៏បានដែរដើម្បីឲ្យស្រូវរបស់យើងហ្នឹងគឺចេញមកគឺក្របវាភ្លឺថ្លាល្អហើយវាมันមានការអុចក្របឬក៏ជួយកាត់បន្ថយនៅការកើតនៅពពួកជំងឺផ្សិតដែលបង្កឲ្យទៅជាជំងឺកើតជំងឺអាលៀកកគួរនឹងជាដើមហើយនៅក្នុងដំណាក់កាលនេះសរុបមកគឺពុកម៉ែបងប្អូនទាំងគ្នាគួរតែប្រើប្រាស់ថ្នាំ3ប្រភេទនេះក៏បានដែរជាទូទៅអាចប្រើជីបំពន់វគ្គ3សុទ្ធក៏បានឬក៏អាចប្រើនៅពពួកជីបំពន់វគ្គ3បូកជាមួយនឹងពពួកកាលីថែមក៏បានហើយមួយវិញទៀតនោះគឺពពួកថ្នាំសត្វល្អិតហើយនឹងថ្នាំការពាររលាកកគួរនឹងហើយជាចុងក្រោយខ្ញុំសូមអរគុណទៅដល់ពុកម៉ែបងប្អូនអរគ្នាដែលបានតាមដានវីដេអូតាំងពីដើមរហូតដល់ចប់ហើយពុកម៉ែបងប្អូនអរគ្នាក៏កុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីដែលខ្ញុំនឹងធ្វើការចែករំលែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាអំពីចំណេះដឹងកសិកម្មផ្សេងដែលខ្ញុំមានហើយនឹង
បទពិសោធន៍កសិកម្មពាក់ព័ន្ធនឹងចំណេះដឹងដែលខ្ញុំទទួលបានអំពីកសិករឆ្នើមនៅតាមតំបន់នីមួយៗជាដើមបាទសូមអរគុណ